នេះគឺជាស្រ័យទឹកសាបជើងធម្មតាបងប្អូនយើងស្រង់ចេញមកពីទឹកហើយយកមកលាងច្បាច់ជាមួយនឹងអំបិលដាក់អំបិលមកចិបទៅហើយយកមកលាងច្បល់ឲ្យស្អាតហើយស្រង់ដាក់កញ្ច្រែងដាក់កញ្ឆេលអីឲ្យស្ងួតអញ្ចឹងណាបងប្អូនលាងពីបេះទឹកចេញឲ្យស្អាតមកឥឡូវចាប់ផ្ដើមលាងហើយស្រង់ចេញមកបងប្អូនបន្ទាប់មកយកមកដាក់នៅលើបន្ទះឫស្សីឬក៏ចង្អេរកញ្ច្រែងអីក៏បានដែរយកមកហាលវាឲ្យស្ងួតបងប្អូនឃើញទេដាក់វាម្ដុំអញ្ចឹងមកមើលទៅខៀវខ្ចីតែម្ដងបន្ទាប់មកហាលបានមួយយប់មួយថ្ងៃវានឹងក្រៀមមកស្ងួតអញ្ចឹងបងប្អូនឃើញទេដូចស្រ័យដែលគេដាក់លក់អញ្ចឹងបន្ទាប់វាស្ងួតហើយមុននឹងយើងអាចញ៉ាំបានយកវា